សាច់រឿងបានចាប់ផ្ដើមឡើងនៅលើកំពូលភ្នំមួយដោយមានការប្រយុទ្ធគ្នារវាងតួឯកប្រុសរបស់យើងដែលមានឈ្មោះថាអ៊ុនសុងជាមួយនឹងមនុស្សមួយក្រុមទៀតភ្លាមនោះអ៊ុនសុងក៏បានសម័យទៅកាន់អតីតកាលដែលគ្រូរបស់គេបានសួរថាតើលក្ខណៈសំខាន់បំផុតរបស់អ្នកដែលចង់ស្វែងយល់សិល្បៈក្បាច់គុនមានអ្វីខ្លះអ៊ុនសុងក៏បានឆ្លើយថាគឺក្បាច់គុននិងការកសាងឈីដ៏ជ្រាលជ្រៅគ្រូរបស់អ៊ុនសុងឮអញ្ចឹងក៏បានតបទៅវិញថាចម្លើយនេះមិនខុសទាំងស្រុងទេប៉ុន្តែអ្វីដែលសំខាន់បំផុតគឺសុខដុមរមនាទាំងឈីនិងក្បាច់គុនត្រូវតែកសាងនៅលើភាពសុខដុមរមនាកាន់មកកាន់ពេលបច្ចុប្បន្នវិញអ៊ុនសុងកំពុងតែរងរបួសធ្ងន់បានសន្លឹងមើលទៅកាន់សាកសពលោកគ្រូរួចគិតក្នុងចិត្តថាលោកគ្រូបានអនុវត្តភាពសុខដុមរមនាអស់មួយជីវិតលោកគ្រូប៉ុន្តែអ្វីដែលលោកគ្រូទទួលបានគឺសេចក្តីស្លាប់តែប៉ុណ្ណោះបន្ទាប់ពីគិតរួចអានសុងក៏បានក្រោកឡើងដើម្បីប្រយុទ្ធបន្តទៀតបន្ទាប់មកគេក៏បានបង្ហាញក្រុមដែលបានឡោមព័ទ្ធវាប្រហារអានសុងមានដូចជាដៅទាំង3នៃនិកាយជីងឆេងនិងអបពៈមួកដែលគេហៅថាដៅទី1នៃនិកាយជីងឆេងអ្នកស៊ើបអង្កេតជាន់ខ្ពស់ជាងនៃនិកាយភ្នំហ័រក្រុមប្រហារបិសាចដឹកនាំដោយអ្នកកាប់ឈើភ្នំនៃនគរផឹងទន្លេខាងជើងនិងចុងក្រោយព្រះអម្ចាស់នៃសម្ព័ន្ធយុវជនដូហ្គីលវ៉ាបន្ទាប់មកអានសុងក៏បាននិយាយនិងសួរសំណួរថាយើងមិនគិតថាពួកឯងទាំងអស់គ្នានៅទីនេះសុទ្ធតែជាមនុស្សល្ងង់រហូតដល់ថ្នាក់មិនដឹងថាលោកគ្រូរបស់យើងអនុវត្តឬមិនអនុវត្តសិល្បៈអរិយទាំង10ដែលជាសិល្បៈហាមឃាត់នោះទេចុះហេតុអីបានជាពួកឯងទាំងអស់គ្នាចូលរួមក្នុងគម្រោងការដ៏អាក្រក់មួយនេះអានសុងក៏បានបន្តតែកំហឹងទៀតថាគូរបស់យើងបានលះបង់ពេញមួយជីវិតរបស់គាត់ដើម្បីតែសុខដុមរមនានៃសិល្បៈក្បាច់គុនដូច្នេះហេតុអ្វីបានជាពួកឯងធ្វើបែបនេះហេតុអ្វីបន្ទាប់មកគេក៏បានបង្ហាញរឿងរ៉ាវកាលពីកន្លះឆ្នាំមុនមានពាក្យចចាមអារាមមិនល្អមួយបានរីករាលដាលថាគម្ពីរហាមឃាត់បច្ចេកទេសអរិយទាំង10បានធ្លាក់មកក្នុងដៃសាលាឆានចុងហើយថែមទាំងនិយាយថាគ្រូនិងអានសុងហាត់វាបានសម្រេចទៀតផងទោះបីជាពួកគេខំប្រកាសយ៉ាងណាក៏ពិភពលោកធ្វើជាថ្មិចភ្នែកមិនដឹងមកលើដែរមិនយូរប៉ុន្មានមន្ត្រីមកពីកម្ពុជាក្បាច់គុនបានមកស៊ើបអង្កេតគ្រូរបស់អានសុងដែលជាមនុស្សស្មោះត្រង់គ្មានអ្វីទម្លាក់បាំងទេក៏សហការពេញទំហឹងព្រោះសាលាគុនឆាងចុងគឺជាអ្នកស្នងមរតកក្បាច់លំពេងដ៏បរិសុទ្ធពីគ្រូទៅសិស្សមិនដែលធ្លាប់មានគម្ពីរបេសាចអាក្រក់ណាមួយនៅក្នុងបណ្ណាល័យឡើយប៉ុន្តែនៅពេលចុះឆាយឆេរសពតែមានគេលួចបង្កប់គម្ពីរហាមឃាត់នោះនៅក្នុងបណ្ណាល័យរបស់ពួកគេទៅវិញវាច្បាស់ណាស់ថាមានម្នាក់ក្នុងចំណោមពួកគេជាអ្នករៀបចំផែនការទម្លាក់កំហុសនេះពេលបច្ចុប្បន្នវិញអានសុងបានបន្តទៀតថាប្រសិនបើពួកឯងមានមាត់ចូលនិយាយមកថាមកពីមូលហេតុអីដងហ្គីលវ៉ាដែលជាព្រះម្ចាស់នៃសម្ព័ន្ធយុវជនខ្ពើមឆ្លើយនឹងសំណួរអានសុងតែបែរជាបញ្ជាកូនចៅគេថាពួកឯងនៅចាំដល់ណាទៀតតើពួកឯងនៅចាំឲ្យអាក្មេងម្នាក់នេះញុះញង់ពួកយើងដល់ពេលណាទៀតអានសុងចាប់អារម្មណ៍នឹងសម្លេងនេះរួចបែរទៅសម្លក់ដងហ្គីលវ៉ារួចនិយាយទាំងកំហឹងថាអូយើងយល់ហើយឯងតែចំណែកនឹងគ្រូរបស់យើងព្រោះគ្រូរបស់យើងពូកែជាងឯងទាំងសមត្ថភាពនិងគុណធម៌មនុស្សដូចឯងមិនអាចប្រៀបផ្ទឹមទ្រាំមើលបានឡើយដងហ្គីលវ៉ាឮហើយក៏ខឹងយ៉ាងខ្លាំងរួចដកដាវស្រែកថាគេធ្វើនេះដើម្បីតែយុត្តិធម៌ទេនិងដើម្បីកញ្ចប់ពួកអាក្រៅច្បាប់ដូចជាឯងអានសុងមិនមកអងយូរគេបានប្រើកម្លាំងចុងក្រោយស្ទុះទៅវាប្រហារដងហ្គីលវ៉ាយ៉ាងសាហាវក្នុងគំបំណងចង់អុកក្បាលទៅនរកជាមួយគ្នាឯងរបស់អានសុងបោះពួយយ៉ាងលឿនសម្ដៅទៅកាន់ដុលហ្គីលវ៉ារហូតធ្វើឲ្យដុលហ្គីលវ៉ារបួសដៃខាងឆ្វេងបន្ទាប់មកអានសុងតម្រង់ចុងលំពេងទៅកាន់ករបស់ដុលហ្គីលវ៉ាប៉ុន្តែមិនបានសម្រេចរួចអានសុងក៏បានរអ៊ូតិចថាខ្វះតែបន្តិចទៀតប៉ុណ្ណោះខ្ញុំនឹងអាចសម្លាប់គេទៅនរកជាមួយគ្នាបានហើយបន្ទាប់មកអានសុងក៏បានបញ្ចេញក្បាច់មួយទៀតរួចសម្ដៅទៅកាន់ករបស់ដូហ្គីលវ៉ាបន្ថែមទៀតនៅពេលដែលជីវិតរបស់ដូហ្គីលវ៉ាជិតបានត្រូវបញ្ចប់ដែលទី1នៃនិកាយជីងឆេងបានចូលមកអន្តរាគមន៍ជួយសង្គ្រោះជីវិតរបស់ដូហ្គីលវ៉ាមកដែលទី1នៃនិកាយជីងឆេងបានវាយប្រហារទៅលើអានសុងទៅរបួសជាច្រើនកន្លែងការវាយប្រហារនេះមិនទាន់ចប់ផងមេដឹកនាំនៃក្រុមប្រហារបិសាចបានវាយប្រហារមកលើអានសុងបន្ថែមទៀតរហូតធ្វើឲ្យអានសុងរងរបួសយ៉ាងធ្ងន់ធ្ងរក្បែរនឹងស្លាប់ទោះជាយ៉ាងណាក៏ដោយគេនៅតែមិនព្រមដួលដែលធ្វើឲ្យពួកអ្នកទាំងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ថ្នាក់ពួកគេចោទថាអានសុងជាកូនបិសាចពិតមែនទៀតផងនៅពេលដែលអានសុងសម្រាប់មិនទាន់ស្រួលបួលផងអាតាកញ្ចាស់ដូហ្គីលវ៉ាបានលុតមកចាក់អានសុងពីក្រោយខ្នងរហូតធ្លាយពីមុខដល់ក្រោយគេថែមទាំងនិយាយចំអកទៀតថានឹងផ្ដល់ក្តីមេត្តាចុងក្រោយដែលឲ្យអានសុងមានពេលនិយាយលាគ្រូរបស់ខ្លួនមុនពេលដាច់ខ្យល់ងាប់
អានសងដេកដកដង្ហើមញឹកញាប់ទាំងក្រៀមក្រំនិងសោកស្ដាយរួចសម្លឹងមើលទៅកាន់សាកសពគ្រូរួចនិយាយទាំងទឹកភ្នែកថាអភ័យទោសឲ្យខ្ញុំផងលោកគ្រូខ្ញុំមិនអាចសងសឹកឲ្យលោកគ្រូបានទេនេះហើយជាមូលហេតុដែលខ្ញុំធ្លាប់ប្រាប់លោកគ្រូថាពួកយើងអាចមានចិត្តល្អនិងទន់ភ្លន់ពេកនោះទេបើសិនបើមានឱកាសម្ដងទៀតគ្រូខ្ញុំនឹងសងសឹកតាកញ្ចាស់ដូចគេវ៉ាឲ្យខានតែបានដូច្នេះនៅក្នុងជាតិក្រោយលោកគ្រូកុំចិត្តល្អនឹងទុំភ្លន់ពេកអីយល់ទេខ្សែកដែលអានសងពាក់ក៏បានបញ្ចេញពន្លឺមហិទ្ធិឫទ្ធិឡើងប៉ុន្តែយើងអត់ទាន់ដឹងថាមានអ្វីកើតឡើងទៀតទេសាច់រឿងក៏បានកាត់ទៅកាន់កន្លែងថ្មីពេលពីក្មេងៗមួយក្រុមកំពុងតែហ្វឹកហាត់ហើយហ្វឹកហាត់ហ្នឹងមិនមែនហ្វឹកហាត់ធម្មតាទេគឺហ្វឹកហាត់រហូតដល់ថ្នាក់អូនពេលអាវប៉បតងដែលគេហៅថាលេខ702ហ្នឹងបានទុនដៃទុនជើងហើយក៏បានដួលស្លាប់ទៅហើយក្មេងស្រីម្នាក់ដែលនៅជិតហ្នឹងឃើញអញ្ចឹងក៏បារម្ភរហូតទៅជួយប៉ុន្តែត្រូវបានគូបវឹកដើរមកពីក្រោយហើយនិយាយតាំងកំហឹងថាចុះម៉ៃមានពេលទៅនេបារម្ភពីណាទៅផងហ៎ក្មេងស្រីគ្រាន់តែលឺអញ្ចឹងតបវិញនឹងភ័យថាអត់ទេលោកគ្រូអ្នកហ្នឹងក៏បានជប់ខ្វល់ហើយក៏ដើរទៅមុខដើម្បីរំលឹកពីច្បាប់ប្រចាំតំបន់ហ្វឹកហាត់នេះថានៅនឹងមានតែអ្នកខ្លាំងទេទើបមានជីវិតរស់ការបារម្ភពីណាទៅនឹងធ្វើឲ្យខ្លួនឯងនឹងកាន់តែទន់ខ្សោយរហូតដល់បាត់បង់ជីវិតទៀតផងអញ្ចឹងហើយគាត់បានបញ្ជាកូនចៅរបស់គាត់នឹងឲ្យអូសរាងកាយអូនទៅអាវបបិតងនឹងយកទៅចោលនៅក្នុងទឹកបាត់ទៅរឿងហៅទាំងអស់នឹងមកគេក៏បានរៀបរាប់អំពីកន្លែងដែលក្មេងៗកំពុងតែហ្វឹកហាត់នឹងមានឈ្មោះថាលាអាងបេសាយលាក់ខ្លួនវាជាកន្លែងបណ្ដុះបណ្ដាលរបស់អ្នកគុណនិយមដែលមានអត្តពលរបស់បព្វវិស័យសួរហើយវាមានលក្ខណៈស្រដៀងទៅនឹងទីតាំងនាពលរបស់សម្ព័ន្ធហ្វឹកហាត់ដែរប៉ុន្តែសមិទ្ធផលនៅកន្លែងលាអាងបេសាយលាក់ខ្លួននឹងវាតស៊ូដូចឈាមព្រោះអីក្នុងចំណោមមនុស្ស10នាក់ហ្នឹងមានតែម្នាក់ទេដែលអាចរស់រានមានជីវិតចេញពីការហ្វឹកហាត់នៅកន្លែងលាអាងបេសាយលាក់ខ្លួននឹងបានបន្ទាប់ពីគេរៀបរាប់ចប់រួចមកសាច់រឿងក៏បានកាត់ទៅក្នុងបន្ទប់របស់លោកមេបញ្ជាការនៃលាអាងបេសាយលាក់ខ្លួនដែលមានរហស្សនាមថានិគរិកប្រលប់ដែលលោកកំពុងតែពិនិត្យមើលរបាយការណ៍នៃការហ្វឹកហាត់របស់ក្មេងៗក្នុងរយៈពេល6ខែកន្លងមកនេះនៅពេលលោកមេបញ្ជាការបានពិនិត្យរួចលោកក៏បានសួរទៅកាន់គ្រូបង្វឹកថារបាយការណ៍មានសិស្សបាត់បង់ជីវិតអស់ច្រើនអញ្ចឹងចុះឥឡូវនៅសល់មនុស្សម្នាក់ទៀតអញ្ចឹងលោកគ្រូបង្វឹកគ្រាន់តែលើអញ្ចឹងគាត់ក៏បានឆ្លើយថានៅសល់ក្រុម600នាក់ទេលោកប្រធានលោកមេវិជាការគ្រាន់តែលើសល់600នាក់អញ្ចឹងគាត់ក៏បានគិតក្នុងចិត្តថាអ្នកដែលមិនអាចស៊ូទ្រាំនឹងអាភាពលំបាកនឹងបានគឺមិនអាចខ្លាចជាអ្នកខ្លាំងបកកែបានទេមានតែផ្លូវមួយទេគឺផ្លូវស្លាប់នឹងឯងបន្ទាប់ពីគិតចាប់គាត់ក៏បានសួរបន្តទៅកាន់លោកគ្រូបង្វឹកថាក្នុងចំណោមអ្នកមានជីវិតទាំង600នាក់នឹងមានណាគេដែលលេចធ្លោជាងគេអត់លោកគ្រូបង្វឹកក៏បានឆ្លើយថាមាន3នាក់មានប្រុស2នាក់និងស្រី1នាក់ដែលប្រុស2នាក់នឹងមានលេខ1និងលេខ109ហើយស្រីនឹងគឺលេខ17លោកមេបញ្ជាការលើអញ្ចឹងលោកមេបញ្ជាការក៏បានវិភាគពីសិស្សទាំង3នាក់នឹងតែដំបូងគាត់វិភាគពីក្មេងស្រីដែលទទួលបានលេខ17ហ្នឹងគឺគេទទួលបានដោយសារតែស្ថានភាពពិសេសទេតែសមត្ថភាពពិតប្រាកដរបស់ក្មេងស្រី17ហ្នឹងគឺអាចប្រកួតប្រជែងជាមួយនឹងក្មេងប្រុសដែលទទួលបានលេខ1ហ្នឹងយ៉ាងបានល្អទៀតផងចំណែកឯលេខ109វិញទោះបីជាជាប់លេខលើ100ក៏ដោយប៉ុន្តែការរីកចម្រើនរបស់ក្មេងលេខ109ហ្នឹងវារីកចម្រើនលឿនឆាប់រហ័សដែលបញ្ជាក់ថាគេជាក្មេងចិត្តតស៊ូម្នាក់បន្ទាប់ពីលោកមេបញ្ជាការបានវិភាគពីក្មេងៗទាំង3នាក់ហ្នឹងហើយលោកមេបញ្ជាការបានសួរទៅកាន់គ្រូបង្វឹកថាមានតែក្មេង3នាក់ហ្នឹងមិនមែនអត់មានណាគេផ្សេងដែលលេចធ្លោជាងហ្នឹងទៀតទេលោកគ្រូបង្វឹកលើអញ្ចឹងក៏បានឆ្លើយថាមានលេខ900ម្នាក់ដែរដែលលេចធ្លោលោកមេបញ្ជាការគ្រាន់តែលើលេខ900ក៏បានងើយមុខឡើងទៅងឿងឆ្ងល់ថាចុំលេខ900ខែងគម្រោងហ្នឹងចាប់ផ្ដើមបាន1ឆ្នាំហើយក្មេងដែលមានលេខរាប់រយចុងក្រោយអញ្ចឹងគួរតែស្លាប់ហើយធ្លាក់អស់តាគ្រូបង្វឹកក៏បានបញ្យល់ទៅកាន់លោកមេបញ្ជាការថាក្មេងលេខ900ហ្នឹងបានចាប់ផ្ដើមផ្លាស់ប្ដូរនិងបង្ហាញវិភាគប្លែកៗខុសពីគេហ្នឹងកាលពីកន្លះឆ្នាំមុនមែនបន្ទាប់ពីពួកគេទាំងពីរនាក់សន្ទនាគ្នាអីចាប់អស់ហើយសាច់រឿងក៏បានកាត់ទៅកាន់បន្ទប់របស់សិស្សដែលមានលេខ900ហ្នឹងដែលក្មេងប្រុសម្នាក់ហ្នឹងកំពុងទៅដើរទាំងទទេទថោតទាំងហត់នៅចូលទៅកាន់បន្ទប់ហើយពេលទៅដល់បន្ទប់ហើយក៏ប្រះខ្លួនដេកលើខែទាំងអស់កម្លាំងគេប្រះខ្លួនដេកទៅលើខែមិនតំបានផងគេក៏ខំបង្ងើបឡើងវិញហើយប្រាប់ខ្លួនឯងទាំងហក់ថាបានទេយើងមិនអាចគេលក់នៅពេលនេះបានទេបន្ទាប់មកគេក៏ងើបហើយទៅអុជទៀនដើម្បីធ្វើការតាំងសមាធិឡងពេលតាំងសមាធិហ្នឹងសាច់រឿងក៏បានប្រាប់យើងថាតាមពិតសិស្សដែលមានលេខ900ហ្នឹងគឺជាអានិសង្សរបស់យើងនឹងឯងដែលអានិសង្សបន្ទាប់ពីបានស្លាប់ទៅព្រលឹងរបស់គេក៏បានចូលមកសន្ធិដ្ឋនៅក្នុងរាងកាយសិស្សលេខ900នឹងឯង
អានសុងតាំងសមាធិចប់គេក៏បានលើកខ្សែកយកមកមើលរួចគិតក្នុងចិត្តថាខ្ញុំប្រកាសណាស់ថាខ្លួនខ្ញុំបានស្លាប់ទៅហើយប៉ុន្តែហេតុអីបានជាខ្ញុំមកនៅទីនេះវិញសូម្បីតែការចងចាំរបស់ខ្ញុំក៏លេីឡំជាមួយនឹងក្មេងម្នាក់នេះដែរឧបករណ៍មួយនេះប្រកាសជាមានអំណាចអាថ៌កំបាំងអ្វីមួយហើយដែលនាំខ្ញុំត្រឡប់ឲ្យរស់ឡើងវិញបែបនេះបើទោះបីជាគ្រប់យ៉ាងនៅតែជាអាថ៌កំបាំងក៏ដោយប៉ុន្តែមានរឿងមួយដែលអានសុងដឹងច្បាស់បំផុតគឺការសងសឹកអានសុងក្តាប់ដៃយ៉ាងណែនហើយបានប្រាជ្ញាយ៉ាងមុតមាំនៅក្នុងចិត្តថាខ្ញុំស្បត់ថាលើកនេះខ្ញុំនឹងសងសឹកឲ្យខានតបានលំពេងសងសឹករបស់ខ្ញុំនឹងចាក់ទម្លុះបេះដូងឯងជាមិនខានអាចកែដងគោលចា